បាទលោកខៀវសុផុនបកូនណាសម្ដេចឪធ្លាប់មានពរាជបន្ទូលដែរពាក់ព័ន្ធទៅនឹងរបបខ្មែរក្រហមថាព្រះអង្គនៅពេលនោះអត់មានទូនាទីអីទេហើយត្រូវបានចាប់ឃុំនៅក្នុងព្រះបរមរាជវាំងផងដែរតើលោកខៀវសុផុនអាចបញ្យល់បានទេពីចំណុចនេះទៀតបាទពីរឿងថាចាប់ឃុំនៅក្នុងវាំងនោះវាធម្មតាទេទស្សនៈនយោបាយក៏ខុសគ្នាទស្សនៈនយោបាយរបស់ព្រះអង្គហើយទស្សនៈនយោបាយរបស់ខ្មែរក្រហមព្រះអង្គលោកមាននយោបាយផ្សេងធ្លាប់ស្គាល់ហើយដឹងទាំងអស់គ្នាហើយខ្មែរក្រហមមាននយោបាយផ្សេងប៉ុន្តែមានរឿងផ្សេងទៀតដែលប្រពន្ធណាលោកមិនជ្រាបប៉ុន្តែខ្មែរក្រហមគេដឹងព្រោះដោយសារគេធ្លាប់ប្រយុទ្ធផ្ទាល់ជាមួយនឹងខាងវៀតណាមមានគម្រោងបញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនហើយគម្រោងនេះច្បាស់ណាស់ហើយខ្ញុំគិតថាឯកសារឃើញច្បាស់ណាស់ឯកសារហ្នឹងទី1ខ្ញុំបានជម្រាបក្មួយហើយតែឥឡូវក្រោយនឹងទៀតខ្ញុំទឹកមកឃើញទៀតគឺខាងវៀតណាមបកកើតដល់ចលនាខ្មែររំដោះហ្នឹងណាការពិតទៅជាចលនាខ្មែរលោកច័ន្ទចក្រីនឹងទេប៉ុន្តែខាងវៀតណាមលូកដៃកកូចូលមកកម្ពុជាហើយមិនពេកទេតែមិនពេកពីអាមេរិកមកច្រោកនៅកម្ពុជាគេលូកដៃមកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្លាំងតស៊ូកម្ពុជាទៀតយកកម្លាំងតស៊ូរបស់កម្ពុជាមួយទៅធ្វើជាខ្មែររំដោះរបស់ផ្ទាល់ខ្លួនហើយទៅទូលបកូណាថាជាកម្លាំងរបស់បកូណាទូបកូណាទៀតហើយបកូណាថែមទាំងមានទូទៀតក្នុងសភៅរបស់លោកបោះពុំនៅរោងពុំអាសែតនៅប៉ារីសគឺថាខាងវៀតណាមគេកំពុងតែឧបត្ថម្ភចលនាខ្មែររំដោះកងទ័ពខ្មែររំដោះហើយកងទ័ពខ្មែររំដោះហ្នឹងខុសពីកងទ័ពខ្មែរក្រហមកងពាក់បច្ឆ័យលក្ខណ៍បកូណានិងឯកសន្តានគេប៉ុន្តែបកូណាលោកមានទូលថាលោកចាំសង្កេតមើលចាំមើលយូរទៅអត់ឃើញណាមករាយការណ៍ស្វ័យលោកសោះតែហៅថាកងទ័ពបកូណាហ្នឹងហើយលោកមានទូលចុងក្រោយលោកថាកងទ័ពជាអនុនិយមទៅទទួលវិជាការពីហាណូយមកវិញដូច្នេះខាងវៀតណាមតែមិនចូលជ្រោកជាមួយកម្ពុជាទេលូកដៃក៏គោជ្រុកជើងក្នុងកម្លាំងតស៊ូកម្ពុជាតាំងពីឆ្នាំ73មកណាហើយការពិតខ្ញុំពិនិត្យមើលមុនឆ្នាំ53មែនគឺថាតាំងពីខ្មែរក្រហមគេតស៊ូដោយឯករាជ្យតស៊ូអាវុធដោយឯករាជ្យហើយបើគ្មានខ្មែរក្រហមតស៊ូដោយអាវុធដោយឯករាជ្យទេស្ដាប់តាមវៀតណាមមកទាំងអស់ហើយលាយខ្មែរក្រហមបាត់ទៅហើយខ្មែរក្រហមងាប់បាត់ទៅហើយវៀតណាមសប្បាយចិត្តហើយគេរកដល់រដ្ឋប្រហារមកសប្បាយចិត្តហើយចាញ់ខ្លួនមកនៅកម្ពុជាតែវៀតណាមមិនទាន់ដឹងទេបើអត់ខ្មែរក្រហមអាមេរិកនឹងលូកលន់នៅបែកពីដាច់ហើយខាងផ្នែករដ្ឋការវៀតណាមខាងត្បូងបែកពីកើតមកវៀតណាមខ្ញុំមិនថារហូតដល់ចាញ់ទេតែលំបាកវេទនីទៅថាបានទាំងបានរំដោះហើយដល់នេះដូច្នេះវៀតណាមមានការដូរលឿនច្បាស់ណាស់ឯកសារផុសតាងវាច្បាស់ណាស់ទីនេះឯកសារដែលបានខ្ញុំជម្រាបទៅក្មួយហើយរឿងបិនកណាន់ដែលគាត់ទៅសេក្នុងសភៅរបស់គាត់មានចំណងជើងថារបបខ្មែរក្រហមអំពីរបបខ្មែរក្រហមទំព័រ115ដល់ប្រហែលជាទំព័រ118ឬ20អញ្ចឹងអានឹងច្បាស់ណាស់រឿងវៀតណាមមករយកហេតុផលខាងទូទំនាស់ព្រំដែនបង្កើតទំនាស់ព្រំដែនដើម្បីលាក់វាយកម្ពុជាទី2ឯកសារតាំងពីឆ្នាំ73មកម្លេះដែលបញ្ជាក់ថាវៀតណាមបានយកកងទ័ពតស៊ូខ្មែរក្រហមដែលនៅក្រោមឥទ្ធិពលគាត់ពីមុននោះឥទ្ធិពលគាត់កាលដែលគាត់នៅជាតាជំនាន់ពូណាដែលគេថាតែយកមិញមកនៅហ្នឹងគេមកប្រើឥទ្ធិពលហ្នឹងយកមនុស្សទៅធ្វើជាកងទ័ពរបស់គេប៉ុន្តែការពិតមនុស្សហ្នឹងវានៅក្នុងកម្លាំងតស៊ូក្រុមការដឹកនាំរបស់បកកុម្មុយនីសកម្ពុជាសោះដូច្នេះលូកដៃចូលក្នុងកិច្ចការរបស់កម្លាំងតស៊ូកម្ពុជានេះជើងណាស់ណាផោះតាំងវាមានគ្រប់គ្រាន់បបោហើយដូច្នេះរឿងនៅក្នុងឆ្នាំ75 78នេះវាមានលុកមានដៃខ្មែរក្រហមមានដៃខាងវៀតណាមចូលមកបកូននោះវាច្បាស់ណាស់ហើយបើខំតាំងពីឆ្នាំ73ខំតាំងពីឆ្នាំ68អត់ទុកកុំឲ្យខ្មែរតស៊ូចាំពេលរំដោះទៅអង្គរពេញតហើយបើជាមករំដោះភ្នំពេញឲ្យគឺខត់តាំងពីនោះមកទៅហើយខ្មែរនៅតែពុះពៀតស៊ូទៀត
បើអញ្ចឹងហើយគេខំទុកគេខំកំចាត់យ៉ាងម៉េចមិនបានបើចាំរងចាំឱកាសមិនបានលេដាក់អសានវិទ្យាឆ្នាំ78អាដាក់អសានវិទ្យានេះយើងរកឃើញយើងមើលឃើញប៉ុន្តែអ្វីដែលយើងមើលមិនទាន់ឃើញនៅមានច្រើនណាស់ដែលត្រូវស្រាវជ្រាវទៀតណាអានេះខ្ញុំសូមជម្រាបប៉ុណ្្នឹងបាទបាទលោកខៀវសំផនមានប្រសាសន៍ថាប្រទេសវៀតណាមជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយនឹងរបបខ្មែរក្រហមនៅតាមសៀវភៅដែលលោកបានមានប្រសាសន៍អញ្ចឹងដែរតើលោកខៀវសំផនអាចដឹងថាតើមូលហេតុអីបានជាវៀតណាមពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជានៅក្នុងរបបខ្មែរក្រហមដែរនៅក្នុងគណៈពេលដែលប្រទេសពីរដែលកំពុងបែងចែកដាច់ស្រឡះគ្នានោះបាទមកពីគេចង់គ្រប់គ្រងលើកម្ពុជាណាខ្ញុំមិននិយាយរឿងលាវទេអាលាវរឿងចិត្តតែស្បយើងតែក្នុងលាវទៅដល់គេចង់យកមកក្រុមនៅក្នុងសហព័ន្ធអន្តរជាតិអញ្ចឹងដែរដូចនៅសូវៀតអញ្ចឹងសូវៀតប្រទេសស្វេដនទាំងអស់បាក់កុម្មុយនីសប្រទេសស្វេដនទាំងអស់ហើយនៅក្រោមបាក់កុម្មុយនីសរុស្ស៊ីហើយនៅអន្តរជាតិបាក់កុម្មុយនីសស្វេដនទាំងអស់ហើយនៅក្រោមបាក់កុម្មុយនីសវៀតណាមអានឹងគោលគំនិតគេវាអញ្ចឹងខ្ញុំនិយាយពីពេលនោះទេខ្ញុំនិយាយរឿងប្រវត្តិសាស្ត្រទេខ្ញុំអត់និយាយក្រៅពីរឿងប្រវត្តិសាស្ត្ររហូតដល់ឆ្នាំ80ផ្លាយប្រហែលនោះទេលោកខៀវសំផនដោយសារតែសាលាក្តីខ្មែរក្រហមបានធ្វើការចោទប្រកាន់នៅមេដឹកនាំខ្មែរក្រហមសំខាន់ចំនួន5នាក់ដែលសង្ស័យពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់បង្គាលនោះតើមកដល់ពេលនេះដែលលោកខៀវសំផនចង់ឲ្យសាលាក្តីខ្មែរក្រហមនឹងធ្វើការចោទប្រកាន់អ្នកណាផ្សេងទៀតឬក៏បណ្ដាប្រទេសណាផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមត្រូវនាំយកមកកាត់ទោសនោះដែរនោះបាទខ្ញុំក្នុងឋានៈជាពលរដ្ឋធម្មតាខ្ញុំអត់ទីមួយគ្មានសិទ្ធិបន្តិចពីឲ្យទៅចង់ចោទប្រកាន់អ្នកណាអីទៀតក៏ខ្ញុំអត់ទេខ្ញុំនិយាយរឿងប្រវត្តិសាស្ត្រទេនិយាយរឿងប្រវត្តិសាស្ត្រដើម្បីអីដើម្បីទីមួយជាការពិតប្រវត្តិសាស្ត្របន្តិចពីទឹកជំនឿជម្រាបហើយដើម្បី